Game Free Fire គឺខ្ញុំបានឈប់លេងវាយូរហើយអ្នកគ្នាហើយ map មួយនេះគឺជាការចងចាំដ៏ច្រើនខ្លាំងមែនទែនដោយសារវានៅរក្សាអ្វីដែល Free Fire កាលពីមុនអ្នកគ្នាមើលទៅគឺវាអត់មានកែកន្លែងណាមួយទេហើយនៅពេលដែលខ្ញុំចូលលេងវគ្គហ្នឹងគឺខ្ញុំនឹកដល់មិត្តភ័ក្តិចាស់ៗដែលធ្លាប់លេងជាមួយគ្នាអញ្ចឹងណាអ្នកគ្នាងាកឡើងចេញពីរៀនមកគឺជុំគ្នាលេង Free Fire ហើយអ្នកគ្នាហើយខ្ញុំក៏បានឈប់លេងវាជាច្រើនឆ្នាំមកហើយអ្នកគ្នាតុនតាថ្មីនេះគឺខ្ញុំឃើញគេអាប់ដេតដាក់ map ហ្នឹងមកវិញអញ្ចឹងណាអ្នកគ្នាទើបខ្ញុំសម្រេចចិត្តថាមកលេងទៀតអញ្ចឹងណាហើយ map នេះគឺជា map ដែលខ្ញុំចូលចិត្តចោះខ្លាំងមែនតើហើយអ្នកគ្នាដឹងខ្ញុំចុះនៅកន្លែងណាអត់នេះអ្នកគ្នាគឺខ្ញុំចុះនៅលើអត្តបោនឹងកើបអ្នកគ្នាការសេរីចាស់ការមុនអ្នកគ្នាហើយធីមខ្ញុំ4នាក់អ្នកគ្នាគឺចែកតបោគ្នាចុះអ្នកគ្នាគឺពេញមួយ map ហ្នឹងគឺមានតបោណាខ្ពស់ជាងគេគឺធីមខ្ញុំនៅលើតបោហ្នឹងហើយអ្នកគ្នាហើយនិយាយពីថាការនោះអ្នកគ្នាអើយកើបខ្លាំងមែនតើបោករែងម្ដងគឺ10ទៅ15រែងទេអ្នកគ្នាសាររែងកាលនោះគឺបោកតិចទេអ្នកគ្នាតែពេលដែលដកវិញអ្នកគ្នានឹងដកប៉ុន្មានគឺដក40-50អ្នកគ្នាមិនមែនដូចឥឡូវគឺបោកច្រើនហើយដកតិចទេអ្នកគ្នាហើយតម្រាំតែដល់ Hero X ម្ដងអ្នកគ្នាអើយគឺវេទនាខ្លាំងមែនតើហើយអ្នកដល់ Hero X ចំណងនោះគឺសិតតែគីឡូខ្លាំងអ្នកគ្នាគឺមិនមែនខ្លាំងខាងបែកទេគឺសិតតែអ្នកកើបអ្នកគ្នាកើបលើដបោលើអីពេញហ្នឹងអ្នកគ្នាហើយការនោះអ្នកគ្នាដឹងស្រាប់ហើយអ្នកគ្នាគឺអត់មានវីដេអូណាបរៀនបាញ់ក្បាលបាញ់អីឲ្យច្បាស់តែគឺមានវិធីបរៀនកើបឯអ្នកគ្នាកើបក្នុងដុំថ្មកើបលើដបោអីអ្នកគ្នាដើម្បីបានរ៉េងអញ្ចឹងហើយកន្លែងដែលខ្ញុំចូលចិត្តកើបមួយទៀតអ្នកនេះគឺក្នុងទឹកសមុទ្រនៅរាងហាក់អញ្ចឹងយើងអង្គុយទៅគឺបាត់ក្បាលបាត់ហើយអ្នកគ្នាគឺកន្លែងនោះគឺកន្លែងកើបមួយទៀតអ្នកគ្នាគឺពិតជាសប្បាយខ្លាំងមែនតើកាលហ្នឹងហើយនេះគឺជាវីដេអូទី1ដែលខ្ញុំផុសនៅលើ TikTok ថ្មីអញ្ចឹងណាសង្ឃឹមថាអ្នកគ្នាចូលចិត្តមើលវីដេអូមួយនេះហើយខ្ញុំនឹងខំធ្វើវីដេអូ Free Fire តទៀតអញ្ចឹងណាអ្នកគ្នាហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងដែរអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀត